នៅក្នុងជីវិតមនុស្សជាច្រើនខ្លាចបញ្ហានិងការលំបាកពួកគេចង់ឲ្យអ្វីងាយស្រួលហើយគ្មានអ្វីរារាំងប៉ុន្តែពិតប្រាកដការលំបាកគឺជាផ្លូវនាំទៅរកការរីកចម្រើនពេលខ្លះអ្វីដែលយើងខ្លាចគឺជាអ្វីដែលជួយយើងរឿងស្លាបបក្សីនិងខ្យល់កូនបក្សីតូចមួយរស់នៅលើដើមឈើខ្ពស់មិនធ្លាប់ហោះឆ្ងាយពីសម្បុកឡើយរាល់ពេលខ្យល់បក់ខ្លាំងវាមានអារម្មណ៍ភ័យខ្លាចហើយគិតថាវានឹងធ្លាក់ម្ដាយរបស់វាបាននិយាយថាកូនត្រូវសាក់លបងហោះមិនមែនគេចពីខ្យល់ទេកូនបក្សីឆ្លើយថាខ្ញុំខ្លាចខ្យល់នឹងធ្វើឲ្យខ្ញុំធ្លាក់ម្ដាយវាបានញញឹមហើយនិយាយថាខ្យល់មិនមែនសត្រូវរបស់អ្នកទេវាជាអ្នកជួយអ្នកកូនបក្សីបានសម្រេចចិត្តសាក់លបងហោះចេញពីសម្បុកនៅដំបូងវារអិលបន្តិចប៉ុន្តែខ្យល់បានលើកវាឡើងខ្ពស់ជាងមុនវាបានភ្ញាក់ផ្អើលហើយចាប់ផ្ដើមយល់ខ្យល់ដែលវាខ្លាចមិនបានធ្វើឲ្យវាធ្លាក់ទេប៉ុន្តែជួយឲ្យវាហោះខ្ពស់គន្លឹះក្នុងរឿងជីវិតរបស់យើងក៏ដូចគ្នាដែរបញ្ហាការបរាជ័យនិងការលំបាកគឺដូចខ្យល់សិស្សខ្លះខ្លាចការលំបាកក្នុងការរៀនមនុស្សធ្វើការខ្លាចការបរាជ័យអ្នកធ្វើ YouTube ខ្លាចគ្មាន view ឬគ្មាន subscriber ប៉ុន្តែបញ្ហាទាំងនេះគឺជាអ្វីដែលធ្វើឲ្យអ្នកខ្លាចជាមនុស្សខ្លាំងជាងមុនបើអ្នករត់គេចអ្នកនឹងនៅទីដដែលបើអ្នកប្រឈមមុខអ្នកនឹងឡើងខ្ពស់មេរៀនជីវិតកុំខ្លាចបញ្ហាចូលប្រើវាជាធម៌ពលអ្វីដែលលំបាកនឹងបង្កើតកម្លាំងក្នុងខ្លួនអ្នកការលំបាកថ្ងៃនេះគឺជាជំហានទៅរកជោគជ័យថ្ងៃក្រោយខ្យល់មិនបានរារាំងបក្សីទេវាជួយឲ្យវាផុសខ្ពស់ជាងមុនដូចគ្នាបញ្ហាមិនបានបញ្ឈប់អ្នកទេវាជួយអ្នកក្លាយជាមនុស្សខ្លាំងនិងរីកចម្រើនប្រើបញ្ហាដើម្បីឡើងខ្ពស់ជាងមុន